គាទី11ខែមីនាឆ្នាំ2025នេះសាខាការបោះខំកម្ពុជាខេត្តស្វាយរៀងបានរៀបចំសន្និបាតសាខាអាណត្តិទី6 2025-2030 ស្ថិតនៅអគារសន្និបាតគុជស្វាយព្រៃសង្កាត់សង្ខក្រុងស្វាយរៀងសន្និបាតនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកនាយកភូមិចន្ទនីអគ្គលេខាធិការការបោះខំកម្ពុជានឹងមានការជួយចូលរួមពីលោកនាយកឌុកម៉ាណាប្រធានកិត្តិយសសាខាហើយដំម៉ៃបបុលប្រធានគណៈកម្មាធិការសាខាអាណត្តិទី5និងជាប្រធានអង្គសន្និបាតព្រមទាំងគណៈកិត្តិយសសមាជិកសមាជិកាពេញសិទ្ធិមន្ត្រីចែកទេសទីស្នាក់ការកណ្ដាលក្រុមបដិបត្តិសាខាយុវជនការបោះខំកម្ពុជាសហភាពសហព័ន្ធយុវជនកម្ពុជាអ្នកស្ម័គ្រចិត្តការបោះខំកម្ពុជាអ្នកអង្កេតការតាមមន្ទីរអង្គភាពនានាជាកិត្តិយសនិងអាជីវករសរុបចំនួន270នាក់ក្នុងនោះមានសមាជិកពេញសិទ្ធិបោះឆ្នោតចំនួន69នាក់គោលបំណងសំខាន់នៃសន្និបាតនេះគឺ1ពិនិត្យនិងអនុម័តរបាយការណ៍សកម្មភាពការងារក្នុងអាណត្តិទី5និងផែនការទិសដៅអាណត្តិទី6 2ពិនិត្យនិងអនុម័តរបាយការណ៍រ៉ាយវត្ថុក្នុងអាណត្តិទី5និងផែនការទិសដៅអាណត្តិទី6 3បោះឆ្នោតជ្រើសគណៈកម្មាធិការសាខាអាណត្តិទី6អង្គសន្និបាតសាខាបានបោះឆ្នោតជ្រើសសមាជិកគណៈកម្មាធិការសាខាអាណត្តិទី6តែមានសមាជិក15នាក់ស្រី4នាក់ដោយលទ្ធផលសម្លេងគ្រប់គ្រង69សម្លេងលើ69សម្លេងអនុវត្តតាមនីតិវិធីគណៈកម្មាធិការទើបជាប់ឆ្នោតថ្មីបានប្រជុំលើកទី1និងបានសម្រេចឯកភាពគ្នាជាឯកច្ឆន្ទជ្រើសរើសឯកឧត្តមពេញពូសាជាប្រធានគណៈកម្មាធិការសាខាឯកឧត្តមហែមពិសិដ្ឋអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាលោកជំទាវហៅចន្ទរៃទី2ចៅបរុនអនុប្រធានគណៈកម្មាធិការសាខាលោកជំទាវពៅសុភាពហេរញ្ញគណៈកម្មាធិការសាខានិងលោកជំទាវភុកសេរីជាលេខាធិការគណៈកម្មាធិការសាខាក្នុងការនោះដែរអង្គសន្និបាតបានប្រកាសសេចក្តីសម្រេចតែងតាំងប្រធានអនុប្រធានកិត្តិយសសាខាអាណត្តិទី6របស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរីហ៊ុនសែនប្រធានការបោះខំកម្ពុជាបានចាត់តាំងលោកនាយកឌុកម៉ាណាជាប្រធានកិត្តិយសសាខានិងឯកឧត្តមម៉ែនបបុលរួមជាមួយអនុប្រធានកិត្តិយសចំនួន23រូបទៀតបន្ទាប់ពីប្រគល់សេចក្តីសម្រេចស្តីពីការតែងតាំងគណៈកិត្តិយសសាខាជូនលោកនាយកឌុកម៉ាណាប្រធានកិត្តិយសសាខានិងប្រគល់ត្រាជូនឯកឧត្តមពេញពូសាប្រធានគណៈកម្មាធិការសាខាអាណត្តិទី6រួចមកលោកនាយកភូមិចន្ទនីអគ្គលេខាធិការការបោះខំកម្ពុជាបានអានសេចក្តីថ្លែងការណ៍របស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរីហ៊ុនសែនប្រធានការបោះខំកម្ពុជាដែលបានចូលរួមអបអរសាទរនិងប្រកាសគាំទ្រទទួលស្គាល់គណៈកិត្តិយសសមាជិកគណៈកម្មាធិការសាខាទាំង15រូបដែលទទួលបានទំនុកចិត្តពីអង្គសន្និបាតសាខាការបោះខំកម្ពុជាខេត្តស្វាយរៀងអាណត្តិទី6សម្លេងឆ្នោតគាំទ្រជាសកម្មកម្មនៃការប្រគល់ជូនអាដាមលោកជំទាវអស់លោកស្រីនៅភារកិច្ចដ៏ឧត្តមឧត្តមជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀងចាប់ពីថ្ងៃនេះតទៅជាមួយគ្នានេះដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់សាខាសូមអង្គសន្និបាតសាខាបន្តពង្រឹងកម្លាំងសហភាពលើកកម្ពស់សកម្មភាពមនុស្សធម៌និងការចូលរួមគ្នាក្នុងសង្គមជាតិតាមរយៈការអនុវត្តកិច្ចការពលិកសំខាន់ៗចំនួន3រួមមានទី1ការផ្តល់អំណោយមនុស្សធម៌ជូនជនរងគ្រោះនិងងាយរងគ្រោះបំផុតតាមការឧបត្ថម្ភផ្ទាល់នានាសម្រាប់ប្រទ្រង់សុខុមាលភាពជាជននិងរៀបចំយន្តការត្រៀមបង្ការគ្រោះអន្តរាយដើម្បីកាត់បន្ថយផលប៉ះពាល់ដែលកើតចេញពីវិបត្តិសេដ្ឋកិច្ចវិបត្តិសង្គមគ្រោះមហន្តរាយធម្មជាតិនិងការប្រែប្រួលអាកាសធាតុទី2ការលើកកម្ពស់ការយល់ដឹងនិងចូលរួមផ្តល់ការអប់រំផ្សព្វផ្សាយលើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋជាពិសេសក្នុងការទប់ស្កាត់ជំងឺឆ្លងនានាជំងឺមិនឆ្លងមួយចំនួនដូចជាជំងឺមហារីកទឹកនោមផ្អែមលើសឈាមបេះដូងសរសៃឈាមដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅរួមទាំងការលើកកម្ពស់សុខភាពបិតាទារកកុមារនិងមនុស្សពេញវ័យទី3ការលើកកម្ពស់គុណតម្លៃនិងលើកកម្ពស់ចលនាមនុស្សធម៌សេចក្តីថ្លៃថ្នូរមនុស្សជាតិលើកកម្ពស់វប្បធម៌អហិង្សាការពារសុខសន្តិភាពដែលក្នុងនោះទាមទារឲ្យមានការចូលរួមពង្រឹងស្មារតីសាមគ្គីភាពការលើកកម្ពស់វប្បធម៌នៃការចែករំលែកនិងការជួយគ្នាទៅវិញទៅមកចាប់តាំងពីភូមិឃុំស្រុកខណ្ឌដែលជាថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ជាតិតាំងនាមគណៈកម្មាធិការសាខាអាណត្តិទី6អាដាមពេញពូសាដើម្បីជាការសម្ដែងនៅភារកិច្ចចំពោះអង្គសន្និបាតដែលបានបោះឆ្នោតគាំទ្រនិងផ្ដល់នូវទំនុកចិត្តបានបញ្ញាចិត្តយ៉ាងមុតមមថាប្រកាន់ខ្ជាប់នៅគោលការណ៍គ្រឹះទាំង7នៃចលនាអន្តរជាតិការបោះខំអាចារ្យខំយកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំរបស់ការបោះខំកម្ពុជារក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខានិងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខាដឹកនាំតម្រង់ទិសក្រុមប្រតិបត្តិសាខាឲ្យអនុវត្តបានអនៅភារកិច្ច
ស្របតាមយុទ្ធសាស្ត្រកាកបាទធំកម្ពុជាយកចិត្តទុកដាក់បន្តពង្រីកនិងពង្រឹងបណ្ដាញអ្នកស្ម័គ្រចិត្តនៅមូលដ្ឋានយ៉ាងហោចណាស់ក្នុងមួយភូមិ2នាក់យកចិត្តទុកដាក់ពង្រីកនិងពង្រឹងកម្មភាពយុវជនកាកបាទធំកម្ពុជានៅគ្រឹះស្ថានសិក្សាជាគំរូល្អក្នុងការងារមនុស្សធម៌ដល់គ្រឹះស្ថានសិក្សានិងសង្គមបន្តសហការល្អជាមួយអាជ្ញាធរគ្រប់ស្ថាប័នមន្ទីរអង្គភាពអង្គការជាតិអន្តរជាតិក្នុងបុព្វហេតុមនុស្សធម៌ប្រមូលផ្ដុំកម្លាំងដើម្បីរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់ជនងាយរងគ្រោះនិងរងគ្រោះអន្តរាយសូមបញ្ជាក់ថាសន្និបាតនេះរៀបចំឡើងដោយយោងតាមលក្ខន្តិកៈនិងវិធាននៃនីតិក្រមរបស់កាកបាទធំកម្ពុជាផ្នែកទី6វិធានទី33ស្ដីពីសន្និបាតសាខានិងយោងតាមមាត្រាទី24កថាខណ្ឌទី3នៃលក្ខន្តិកៈកាកបាទធំកម្ពុជាសន្និបាតសាខាកាកបាទធំកម្ពុជាខេត្តព្រះរាជអាណត្តិទី6 2025-2030 បន្ទាប់ពីបញ្ចប់សន្និបាតសាខាកាកបាទធំកម្ពុជាខេត្តព្រះរាជអាណត្តិទី6លោកជំទាវភូមិចន្ទនីអគ្គលេខាធិការបានបន្តប្រជុំតម្រង់ទិសជាមួយសមាជិកសមាជិកាគណៈកម្មាធិការសាខាអាណត្តិទី6និងអនុសាខា8ក្រុងស្រុកដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងបំផុតឲ្យបានកាន់តែប្រសើរជាងមុននិងទាន់ពេលវេលា